អ្នកមកក្តាប់ហ្នឹងបើទិញនៅផ្សារក៏ខ្ទង់ពី200 យ៉េនទៅ250 យ៉េនដែរដែលថាយើងរឹបគុំទៅ1 2 3 4 5 6 7 8 9 10គុំតែនៅក្នុងផ្សារគេលក់តែ4គុំទេ4គុំហ្នឹងគឺវា100ទៅ200 យ៉េនបើគិតជាលុយខ្មែរក៏10000ខ្ទង់10000អីដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកបើយើងដាំបានហើយក៏យើងឆ្លៀតដាំទៅលទ្ធផលទទួលបានល្អមែនទែនខ្ចីលវក់មកឲ្យធម្មជាតិសុទ្ធសាធអត់មានដាក់អីទាំងអស់តាទៅឆាមីអីតែមកកាត់ស្ពៃនេះស្ពៃដែលអូនដាំបានកាត់ចែកអ្នកគ្រូមកថ្ងៃនេះដល់ម៉ោងចូលរៀនវិញហើយចឹងហើយថ្ងៃនេះកាត់ស្ពៃចែកអ្នកគ្រូតឹងម្ដងចាតែយើងមកកាត់ស្ពៃស្ពៃចង្កឹងកាត់ស្ពៃចង្កឹះដែលអូនបានដាំខ្លួនឯងអីនេះឃើញល្អមែនទេយកមកឆាមីត្រូវមកកាត់ទាំងអស់ទៅម្ដងហើយដាំថ្មីនេះឃើញទេល្អណាអត់ទាន់ធំមែនទេតែខ្ញុំកាត់ហើយដោយសារតែខ្ញុំរកយកកន្លែងដាំជីដាំជីនាងបងល្អមែនទេមែនទេគេជីគេទេស្ពៃទៅឡំជីឃើញនេះលទ្ធផលប៉ុណ្ណឹងក៏បានរួចមកពេលដែរស្ពៃនៅឡើងថ្លៃសឹងឃើញនេះល្អណាក៏ប៉ុណ្ណឹងយើងអាចយកទៅឆាមីស្រុះមីឬក៏យកធ្វើស៊ុបក៏បានដែរនេះដៃប៉ុណ្ណឹងឯណាដៃប៉ុណ្ណឹងទេតែនេះលទ្ធផលដែលទទួលបាននេះគឺតាឡែងគឺបានញ៉ាំមកតែខ្ជិលគឺអត់មកហ្នឹងស្ពៃហ្នឹងខ្ញុំកាត់ឲ្យអ្នកគ្រូខ្ញុំទេខ្ញុំនេះបោះខ្ញុំនៅខាងនោះពេលច្រើនអញ្ចឹងយើងញ៉ាំតែ2អ្នក3អ្នកញ៉ាំអត់ទាន់ទេអញ្ចឹងហើយកាត់ចែកគ្នាលទ្ធផលដែលទទួលបានហើយអ្នកមកក្តាប់ហ្នឹងបើទិញនៅផ្សារក៏ខ្ទង់ពី200 យ៉េនទៅ250 យ៉េនដែរដែលថាយើងរឹបគុំទៅ1 2 3 4 5 6 7 8 9 10គុំតែនៅក្នុងផ្សារគេលក់តែ4គុំទេ4គុំហ្នឹងគឺវា100ទៅ200 យ៉េនបើគិតជាលុយខ្មែរក៏10000ខ្ទង់10000អីដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកបើយើងដាំបានហើយក៏យើងឆ្លៀតដាំទៅនេះលទ្ធផលទទួលបានល្អមែនទែនខ្ចីលវក់មកឲ្យធម្មជាតិសុទ្ធសាធអត់មានដាក់អីទាំងអស់តាទៅឆាមីអី